បាទសូមគោរពនឹងជម្រាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនអរគ្នាថ្ងៃដែរខ្ញុំបាទ Admin T មានឃ្លីបវីដេអូចំណេះដឹងថ្មីមួយទៀតហើយដើម្បីយកមកចែកម្លែកជូនទៅដល់បងប្អូនពីរបៀបលុប account Telegram ចាស់ចោលជារៀងរហូតបាទតាមបទពិសោធន៍របស់ខ្ញុំធ្លាប់ទិញ SIM ថ្មីមកពេលដែលខ្ញុំទិញមកហើយខ្ញុំធ្វើការយក SIM ហ្នឹងបង្កើតនៅ account Telegram ពេលនេះបង្កើតគឺបង្កើតបានប៉ុន្តែអត់បាន Telegram ថ្មីទេស្រាប់តែចូល Telegram ដែលមាននៅក្នុងបាស SIM នឹងតែម្ដងអញ្ចឹងហើយខ្ញុំរៀបខំមើលបងប្អូនមុននឹងធ្វើការបើឈប់ប្រើលេខទូរស័ព្ទចាស់បងប្អូនគួរតែធ្វើការលុបនៅឯកសារដែលពាក់ព័ន្ធជាមួយ SIM បាទដូចជា Telegram អីវ៉ាន់អញ្ចឹងណាបាទកុំឲ្យមានបញ្ហាពេលដែលគេយកបាទ Telegram ចាស់បងប្អូនបានគេនឹងឆាតទៅខ្ចីលុយខ្ចីអីមិត្តភ័ក្តិឬក៏បងប្អូនអញ្ចឹងទៅឥឡូវសូមធ្វើការបបាយកាមេរ៉ាបន្តិចដើម្បីធ្វើការបង្ហាញបងប្អូននៅលើ Sub ដៃនេះតែម្ដងបាទរបៀបលុប account Telegram ចាស់ចោលអត់មានអីពិបាកទេជំរាបដំបូងបងប្អូនគ្រាន់តែបាទចូលមករកកម្មវិធី Chrome ណាបាទអញ្ចឹងបងប្អូនចូលមកកន្លែង Google នេះអញ្ចឹងកម្មវិធី Chrome វាច្រើននៅក្នុងហ្នឹងណាបាទអញ្ចឹងបងប្អូនរកមើលពាក្យថា Google ចុចមករួចហើយបងប្អូនមិនឃើញកម្មវិធីជាច្រើននេះមាន Google Chrome បាទ My File អីចឹងណាបាទអញ្ចឹងបងប្អូនចុចទៅលើកម្មវិធី Chrome ហ្នឹងមកបាទខ្ញុំធ្លាប់ធ្វើការសរសេរចឹងវាជាប់ណាបាទបែកថយក្រោយបន្តិចមកបាទពេលបងប្អូនចូលមកដំបូងបងប្អូនរកមកតម្រង់បែបហ្នឹងណាបាទរួចហើយបងប្អូនបាទចុចកន្លែងបាទ search នេះ search Google នេះបាទចុចមកបាទរួចហើយបងប្អូនសរសេរមក say my .clear បាទ Telegram បាទបងប្អូនសរសេរតម្រង់ហ្នឹងមកបាទរួចហើយបងប្អូនមានជម្រើស2ចុចខាងក្រោមនេះក៏បានកន្លែង My Telegram ហ្នឹងបងប្អូនចុចកន្លែងបាទកែវយិត្តនេះឬក៏ព្រួយនេះក៏បានណាអញ្ចឹងបងប្អូនចុចកន្លែងព្រួយនេះក៏បានណាវាចុចមកនឹងចេញបាទទៅដល់បាទតម្រង់ដូចតែគ្នាទេណាបាទនេះវានាំបងប្អូនមកដល់តម្រង់បែបហ្នឹងណាបាទអញ្ចឹងបងប្អូនបាទឃើញកន្លែងបាទខាងក្រោម Telegram គេដាក់ថា My Telegram បាទចុចមករួចហើយនាំបងប្អូនមកដល់តម្រង់បែបនេះបងប្អូននឹងឃើញបាទកន្លែងមានលេខបូកហើយមានលេខបាទ12 22អញ្ចឹងនៅក្នុងកន្លោនឹងនៅខាងលើគេដាក់ថាបាទ your បាទ phone number អញ្ចឹងមានន័យថាបងប្អូនធ្វើការបញ្ចូលលេខទូរស័ព្ទដែលមាននៅក្នុងបាទ Telegram ចាស់ហ្នឹងមកឬក៏លេខទូរស័ព្ទដែលមានបាទ Telegram ហ្នឹងណាបាទអញ្ចឹងខ្ញុំចេញមក Telegram របស់ខ្ញុំបាទ Telegram មួយហ្នឹងណាខ្ញុំចង់ធ្វើការលុបចេញបាទនេះចុចកន្លែង 3 មកនឹងឃើញបាទលេខទូរស័ព្ទហើយនេះបាទអញ្ចឹងមកដល់ចំណុចនេះបងប្អូនបញ្ចូលទាំងអស់ណាបាទមានទាំងបាទលេខកូដប្រទេសហើយនិងលេខទូរស័ព្ទ8បាទ8851អធិស្ឋាន88 519 3399ចឹងមកបាទអញ្ចឹងបងប្អូនចូលមកកន្លែងបាញ់រួចហើយបងប្អូនបាទចុចបន្ទប់កន្លែងលេខបូក12បាទ22ហ្នឹងមករួចហើយបងប្អូនធ្វើការបញ្ចូលលេខទូរស័ព្ទមកបាទអញ្ចឹងដាក់លេខបូកចឹងមករួចហើយ855បាទរួចហើយដាក់លេខបាទលេខទូរស័ព្ទបងប្អូនមកចូលលេខកូដប្រទេសណាលេខកូដប្រទេសហើយបងប្អូនការបញ្ចូលលេខទូរស័ព្ទ088មិនដាក់លេខ0ទេបាទ519 3399បាទផ្ទៀងទាត់មើលឲ្យត្រឹមត្រូវណាបាទរួចហើយចុច next នេះមកដល់ត្រង់នេះគេដាក់ថាបាទកន្លែងconfirmation barcode នេះអញ្ចឹងបងប្អូនទៅយកលេខកូដនៅក្នុងបាទ Telegram អញ្ចឹងបងប្អូនគ្រាន់តែធ្វើការអស់មកនេះគេផ្ញើទៅ Telegram បាញ់ណាបាទអញ្ចឹងបងប្អូនធ្វើការអស់មកបាទអស់ aware អញ្ចឹងមកនេះហើយនេះលេខកូដបងប្អូនបើសិនខ្ញុំបងប្អូនចង់ធ្វើការយកទៅវាយនៅត្រង់ហ្នឹងនេះគេដាក់ថាកូដនេះបងប្អូនណាបាទនេះលេខកូដគេប៉ុន្តែលេខកូដនេះមិនចំជាលេខកូដទេមានបាទតួលេខច្រើនអញ្ចឹងដើម្បីកុំឲ្យច្រឡំគឺខ្ញុំអត់សូវចង់ចាំដែរពីព្រោះតែបើសិនជាលេខខ្ញុំចាំអញ្ចឹងខ្ញុំធ្វើការបាទទាញទូរស័ព្ទមួយទៀតមកដើម្បីធ្វើការថតបាទថ
តហើយចុចកន្លែងរូបថតមើលតើច្បាស់អត់បាទនេះបងច្បាស់នេះគេដាក់ថាlogin code នេះទីកូដគេ VE3 អញ្ចឹងបាទអញ្ចឹងខ្ញុំយកវាយក្នុងហ្នឹងមកបាទរួចហើយវាយមកសរសេរឲ្យដូចគេណាបងប្អូនតូចដាក់តូចធំដាក់ធំបាទ BVE ធំ E ធំហើយលេខ3បាទ W ធំទៀតបាទហើយ M J ហើយ Y ធំ B មក B តូច N តូចN ធំ O ធំអញ្ចឹង O ហ្នឹងមិនដឹងថាចំអត់ទេព្រោះអី O វាច្រឡំនឹងលេខ0ដែរអញ្ចឹងសាកល្បងចុចមកបាទមុនចុច login ហ្នឹងណាបាទsign in បងប្អូនបាទចុចមកនេះ sign in ហ្នឹងគេដាក់ថាត្រឹមត្រូវបងប្អូនអញ្ចឹងប្រហែលជាលេខ0បាទចុចលេខ0ពឹបមករួចហើយចុច sign in បាទត្រឹមត្រូវពេលដែលបញ្ចូលលេខ0បាទបានអក្សរ O បងប្អូនរួចហើយបងប្អូនបាទជ្រើសរើសបាទយកមួយទៅបាទក្នុងបាទ3ពាក្យហ្នឹងបងប្អូនចុចយកក្តារមកយកពាក្យថាបាទ delete account បាទរួចហើយបងប្អូនជ្រើសរើសអធិស្ឋានបញ្ចូលបាទន័យមួយទៅគឺមានន័យថាបងប្អូនបាទឈប់ប្រើដោយសារអីអញ្ចឹងណាបាទអញ្ចឹងខ្ញុំសរសេរមកសរសេរពាក្យថា stop you អញ្ចឹងបងប្អូនសរសេរតាមខ្ញុំមកណាបាទ stop បាទ use នេះបងប្អូនសរសេរបែបហ្នឹងមកបាទ stop use រួចហើយចុចពាក្យថាបាទ delete my account ហ្នឹងមកបាទពេលបងប្អូនចុចពាក្យថាបាទ delete my account នឹងចេញបាទអក្សរបាទពណ៌ក្រហមនិងអក្សរពណ៌ Q ណាបាទអញ្ចឹងអក្សរពណ៌ក្រហមគេដាក់ថាបាទ yes បាទ delete បាទ my account បាទអញ្ចឹងបើសិនបងប្អូនចង់ធ្វើការលុបបងប្អូនចុចខាងលើហ្នឹងមកបាទ yes delete my account ហ្នឹងទៅខ្ញុំធ្វើការលុបចេញណាដើម្បីបាទមួយអាទិត្យពីអាទិត្យនេះខ្ញុំធ្វើការបង្កើតថ្មីវិញបាទឥឡូវបងប្អូន delete ហើយឥឡូវខ្ញុំចូលមក Telegram វិញមើលតើវាបានលុបទៅនៅបាទបងប្អូនលុបទៅហើយបាទអញ្ចឹងពេលដែលចូលមកគឺចេញតម្រងបានអញ្ចឹងគឺលុបបានដោយជោគជ័យហើយអញ្ចឹងបើសិនជាមួយអាទិត្យពីអាទិត្យនេះបងប្អូនអាចយកអាទិត្យលេខទូរស័ព្ទហ្នឹងធ្វើការបង្កើតថ្មីវិញបានណាបាទអញ្ចឹងមុននឹងបងប្អូនធ្វើការបោះបង់លេខទូរស័ព្ទនឹងចោលបងប្អូនគួរតែធ្វើតាមខ្ញុំទៅបាទកុំឲ្យមានបាទឯកសារដែលពាក់ព័ន្ធជាមួយលេខហ្នឹងរបស់បងប្អូនអញ្ចឹងបងប្អូនបាទធ្វើការលុបចេញណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយមិនគ្លីបពីបងប្អូនទៅក៏សូមជូនពរជូនជ័យដល់បងប្អូនរកទទួលទីមានបានហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលះលួសខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនៅពេលនេះដែរខ្ញុំបាទក៏សូមអរកាយជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទបាយបាយ